បងប្អូនតើគ្នាដែរធ្លាប់ភ្ញាក់ពីគេងមកមានអារម្មណ៍ថាខ្លួនឯងជាមនុស្សម្នាក់ដែលអត់បានការអត់រស់នៅមួយថ្ងៃសម្រាប់តែមួយថ្ងៃហើយទៅចិត្តនឹងខ្លួនឯងដែលខិតខំធ្វើការទាំងយប់ទាំងថ្ងៃខំពេលខ្លះសឹងតែអត់បានគេងទៀតប៉ុន្តែក៏លេចទៅមើលជីវភាពវិញមានអារម្មណ៍ថាវានៅតែដែរវាមានអីរីកចម្រើនសោះឬក៏ធ្លាប់បោះបង់អីមួយដោយសារតែគ្មានវិន័យនិងទ្រលាប់ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងមិត្តភ័ក្តិឬក៏អ្នកដែលនៅជុំវិញខ្លួនដែរឬទេបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់វីដេអូនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នាអាចផ្លាស់ប្ដូរទម្លាប់អាក្រក់របស់ខ្លួនហើយក្លាយទៅជាមនុស្សមានវិន័យជប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃហើយនឹងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងឡើងវិញចំណុចទី1នោះគឺការដែលយើងខំប្រឹងខុសកន្លែងហត់ទៅទេថាលើគេនិយាយថាបើសិនជាយើងចង់ជោគជ័យយើងត្រូវតែខំប្រឹងគេហ្នឹងគឺវាអត់ខុសទេវានឹងធ្វើឲ្យយើងជោគជ័យបើសិនជាយើងខំប្រឹងត្រូវកន្លែងប៉ុន្តែវានឹងធ្វើឲ្យយើងបរាជ័យ stress ហើយនឹងមានវិបត្តិផ្លូវចិត្តបើសិនជាយើងខំប្រឹងខុសកន្លែងមិនមែនរាល់ការខំប្រឹងទាំងអស់សុទ្ធតែជោគជ័យទេមានមនុស្សជាច្រើនខិតខំធ្វើការទាំងយប់ទាំងថ្ងៃហត់សឹងតែគ្មានពេលសម្រាប់ប៉ុន្តែជីវិតរបស់គាត់គឺនៅតែដដែលតើគ្នាដែរដឹងថាវាមកពីហេតុអីមូលហេតុមកពីយើងខំប្រឹងខុសទិសដៅខុសផ្លូវខុសគោលដៅវាប្រៀបដូចជាការដែលយើងអុំទូកនៅក្នុងអាងទឹកអញ្ចឹងទោះបីជាយើងខំប្រឹងអុំប៉ុណ្ណាក៏ដោយក៏យើងនៅតែដដែលយើងអត់បានទៅដល់ទន្លេឬក៏យើងអត់បានទៅដល់សមុទ្រឡើយយើងខំប្រឹងយើងហត់តែយើងអត់បានលទ្ធផលឧទាហរណ៍ដូចជាការបើកហាងកាហ្វេដោយអត់បានគិតគ្រប់ជ្រុងជ្រោយមានមនុស្សម្នាក់ពេលដែលគាត់ឃើញគេបើកហាងកាហ្វេស្អាតហើយផុសនៅលើបណ្ដាញសង្គមគាត់ក៏គិតថាមុខរបរកាហ្វេគឺជាមុខរបរដែលចាក់ទឹកយកលុយហើយគាត់ក៏សម្រេចចិត្តបើកតាមដែលបានគិតឲ្យបានជ្រាលជ្រៅគាត់បានសិក្សាទៅលើទីតាំងឲ្យបានច្បាស់លាស់គាត់ជ្រើសរើសទីតាំងដែលមានថ្លៃជួលថោកឬក៏នៅជិតផ្ទះរបស់គាត់ប៉ុន្តែនៅម្ដុំនោះអត់សូវមានមនុស្សធ្វើដំណើរឆ្លងកាត់គាត់បានសិក្សាពីគោលដៅអតិថិជនថាតើទីកន្លែងនោះសម្បូរដោយមនុស្សដែលគាត់ចូលចិត្តញ៉ាំកាហ្វេឆុងហ្វីនដែលមានតម្លៃទាបឬក៏មនុស្សដែលគាត់ចូលចិត្តញ៉ាំកាហ្វេម៉ាស៊ីនដែលមានតម្លៃថ្លៃគាត់គិតថាឲ្យតែបានចំណូលគឺចំណេញគាត់បានគិតពីការចំណាយបន្ថែមដូចជាទឹកភ្លើងការដេគ័រសម្ភារៈប្រើប្រាស់ឬក៏ថ្លៃជួលបុគ្គលិកឡើយគាត់ក៏សម្រេចចិត្តបើកហាងកាហ្វេធំប្រើប្រាស់ម៉ាស៊ីននិងសម្ភារៈថ្លៃចំណាយទៅលើការដេគ័រច្រើនប៉ុន្តែគាត់បើកនៅកន្លែងដែលសម្បូរដោយបងកម្មកររោងចក្រឬក៏កម្មករសំណង់ទៅវិញនៅក្នុងចំណុចនេះខ្ញុំសូមធ្វើការអធិស្ឋានទៅលើបងដែលគាត់ធ្វើការផ្នែកនេះផងខ្ញុំនិយាយនេះមិនមែនក្នុងគោលបំណងធ្វើការមាក់ងាយទៅលើពួកគាត់ទេប៉ុន្តែខ្ញុំចង់សម្ដៅទៅលើការបើកអាជីវកម្មកាហ្វេដែលមានលក្ខណៈទ្រង់ទ្រាយធំហើយកាហ្វេមានតម្លៃថ្លៃដោយសារតែបងកម្មករគាត់ទទួលបានប្រាក់កម្រៃអត់សូវច្រើនដូច្នេះហើយប្រហែលជាគាត់ចាយត្បិតត្បៀតហើយម្យ៉ាងទៀតពួកគាត់ប្រហែលជាអត់មានពេលអង្គុយច្រើនម៉ោងដូចជាអ្នកធ្វើការឬក៏សិស្សនិស្សិតឡើយដូច្នេះហើយវានឹងធ្វើឲ្យម្ចាស់ហាងទទួលបានប្រាក់ចំណូលតិចហើយនឹងចំណាយច្រើនចុងក្រោយគាត់ក៏សម្រេចចិត្តបិទអាជីវកម្មដែលគាត់ខំសាងមករាប់ឆ្នាំធ្វើឲ្យគាត់ខាត់បង់ពេលវេលាលុយកាក់ហើយអាចឈានទៅរកការបាក់ទឹកចិត្តផងក៏ថាបាននេះហើយគេហៅថាគឺជាការខំប្រឹងខុសទីកន្លែងធ្វើឲ្យយើងខាតទៅទេចំណុចទី2ការប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងសម្បកក្រៅរបស់អ្នកដទៃសម្បកក្រៅបានន័យថាគឺជាអ្វីដែលបង្ហាញឲ្យយើងឃើញត្រឹមតែរូបភាពល្អឡានថ្មីការដើរលេងឬក៏សមិទ្ធផលនានាប៉ុន្តែវាមិនមែនជាជីវិតពិតទាំងមូលទេបណ្ដាញសង្គមវាគ្រាន់តែជាឆាកហើយជីវិតពិតវាគឺជាអ្វីដែលនៅខាងក្រៅឆាកនៅពេលដែលយើងឃើញគេមានបានយើងក៏ចាប់ផ្ដើមតូចចិត្តទៅនឹងវាសនាខ្លួនឯងប៉ុន្តែយើងដែលដឹងថាការប្រៀបធៀបបែបនេះគឺយើងកំពុងតែធ្វើការមាក់ងាយទៅលើខ្លួនឯងយើងកំពុងតែអត់មើលឃើញពីតម្លៃនៃការខំប្រឹងរបស់ខ្លួនឯងយើងតូចចិត្តដោយការយកជីវិតខ្លួនឯងទៅវាស់ត្រឹមតែរូបភាពមួយសន្លឹកមនុស្សភាគច្រើនចូលចិត្តបង្ហាញលទ្ធផលប៉ុន្តែពួកគេអត់ដែលបង្ហាញពេលដែលពួកគេធ្វើអីមួយដែលខាតបង់ពេលដែលគេបាក់ទឹកចិត្តពេលគេបរាជ័យពេលដែលគេខិតខំធ្វើអីមួយតែយប់តែថ្ងៃពេលវេលាដែលគេស្ទើរតែបោះបង់អ្វីមួយនោះឡើយតែចាំថាមនុស្សដែលគេជោគជ័យសុទ្ធតែធ្លាប់លះបង់ញើសឈាមទម្រាំគេអាចទទួលបានជោគជ័យដូចថ្ងៃនេះដូច្នេះហើយការប្រៀបធៀបដែលល្អគឺជាការប្រៀបធៀបរវាងខ្លួនឯងថ្ងៃនេះជាមួយនឹងខ្លួនឯងកាលពីម្សិលមិញថាតើសកម្មភាពដែលយើងធ្វើថ្ងៃនេះល្អជាងម្សិលមិញហើយឬនៅទើបគេហៅថាគឺជាការប្រៀបធៀបដ៏ល្អ
ចំណុចទី3ចង់បានលទ្ធផលថ្មីយើងត្រូវតែបញ្ឈប់ធ្វើសកម្មភាពដដែលៗបើសិនជាយើងនៅតែរស់នៅតាមរបៀបដដែលៗដូចជាការចូលគេងយឺតរាល់យប់ការលេងទូរស័ព្ទពេញមួយថ្ងៃការដែលយើងអត់អានសៀវភៅអត់រៀនជំនាញថ្មីយើងអត់ខិតខំធ្វើការបានល្អប៉ុន្តែយើងវិញតែងតែរំពឹងថាជីវិតរបស់យើងនឹងប្រសើរឡើងនឹងមានលុយច្រើននឹងជោគជ័យនឹងមានកិត្តិយសគឺវាអត់អាចទៅរួចឡើយវាប្រៀបដូចជាការដែលយើងដាំស្មៅអញ្ចឹងប៉ុន្តែយើងរំពឹងថានឹងដុបផ្កាកន្លាបទៅវិញការរំពឹងទាំងអស់នោះវាគ្រាន់តែជាសុបិនបើសិនជាយើងអត់ព្រមធ្វើការផ្លាស់ប្ដូរខ្លួនឯងគិតតែសម័យសួរថាក្តីសុបិនទាំងអស់នោះវាអាចคล้ายទៅជាការពិតដែរឬទេដូច្នេះហើយកុំរងចាំឲ្យជីវិតផ្លាស់ប្ដូរយើងប៉ុន្តែយើងត្រូវតែផ្លាស់ប្ដូរខ្លួនឯងទើបជីវិតអាចផ្លាស់ប្ដូរបានកុំរងចាំឲ្យឱកាសមកដល់យើងត្រូវតែបង្កើតឱកាសឲ្យខ្លួនឯងយើងអាចចាប់ផ្ដើមពីរឿងតូចៗដូចជាគេងឲ្យបាន7ទៅ8ម៉ោងហើយភ្ញាក់ឲ្យលឿនវាអាចជួយឲ្យយើងមានថាមពលសម្រាប់ថ្ងៃបន្ទាប់រូបរាងហើយនឹងសម្រស់របស់យើងក៏កាន់តែស្អាតតាមនឹងដែរបញ្ឈប់ការលេងទូរស័ព្ទឈប់តាមដានទៅលើរឿងអត់ប្រយោជន៍យើងដឹងហើយថាប្រហែលថ្ងៃនេះពេលដែលយើងបើកបណ្ដាញសង្គមមកគឺមានរឿងជាច្រើនវាធ្វើឲ្យយើងឈឺក្បាលខ្លាំងមែនតើដូច្នេះហើយបើសិនជាយើងកាត់បន្ថយការលេងបណ្ដាញសង្គមវាអាចជួយឲ្យយើងមានពេលសម្រាប់រៀនក៏ដូចជាអាចស្វែងរកឱកាសថ្មីៗផងដែរការអានសៀវភៅឬក៏ការស្ដាប់វីដេអូលើកទឹកចិត្តអាចជួយឲ្យយើងបណ្ដុះគំនិតទោះបីជាយើងចំណាយពេល10នាទីឬក៏ច្រើនជាងនេះក្នុងមួយថ្ងៃវាអាចជួយឲ្យយើងកើនចំណេះហើយនឹងមានទំនុកចិត្តជាងមុនរៀនជំនាញថ្មីវាអាចធ្វើឲ្យយើងមានឱកាសការងារល្អហើយចំណូលក៏អាចកើនឡើងជាងមុនផងដែរបញ្ឈប់ទម្លាប់ខ្ជិលខ្ច្រអូសហើយងាកមកធ្វើការតិចតួចដូចជាបោសផ្ទះលាងចានក៏អាចជួយឲ្យរាងកាយយើងអត់ស្ពឹកសពន់ផងដែរហើយរឿងតូចៗទាំងអស់ហ្នឹងហើយគឺវាអាចជួយផ្លាស់ប្ដូរជីវិតរបស់យើងបានទាំងមូលត្រូវចាំថាលទ្ធផលគឺជាទម្លាប់ហើយជីវិតរបស់យើងគឺជាអ្វីៗដែលយើងធ្វើរាល់ថ្ងៃដូច្នេះហើយបើសិនជាយើងអត់ព្រមផ្លាស់ប្ដូរទម្លាប់ទេយើងក៏អត់អាចផ្លាស់ប្ដូរជីវិតខ្លួនឯងបានដែរចំណុចទី4វិន័យសំខាន់ជាងកម្លាំងចិត្តអាចមានថ្ងៃមកហើយក៏អាចមានថ្ងៃត្រឡប់ទៅវិញដែរប៉ុន្តែវិន័យគឺជាអ្វីដែលអាចនាំមនុស្សយើងទៅរកភាពជោគជ័យពិតប្រាកដមនុស្សជាច្រើនតែងតែយល់ច្រឡំថាវិន័យគឺជាការដាក់កម្រិតឬក៏ជាការបាត់បង់សេរីភាពក្នុងការរស់នៅតាមចិត្តចង់ប៉ុន្តែការពិតវិន័យវាគឺជាឧបករណ៍ដ៏មានអានុភាពបំផុតដែលអនុញ្ញាតឲ្យយើងនឹងអាចគ្រប់គ្រងវាសនារបស់ខ្លួនឯងបានបើសិនបើយើងរស់នៅដោយគ្មានវិន័យយើងនឹងក្លាយទៅជាអ្នកដែលដើរតាមអារម្មណ៍ឆេវឆាវហើយនឹងកលៈទេសៈដែលនៅជុំវិញខ្លួនជាមិនខានដែលនោះហើយគឺជាការបាត់បង់សេរីភាពពិតប្រាកដការដែលសម្រេចចិត្តក្នុងកិច្ចការលំបាកដែលត្រូវធ្វើនៅថ្ងៃនេះគឺជាការវិនិយោគដ៏ធំដើម្បីធានាបាននូវភាពស្រណុកសុខស្រួលក៏ដូចជាឯករាជ្យភាពនាពេលអនាគតវិន័យវាអាចជួយរំដោះយើងឲ្យចាកផុតពីភាពក្រីក្រភាពភ័យខ្លាចហើយនិងភាពមិនច្បាស់លាស់បើសិនជាយើងគ្មានវិន័យទេយើងនឹងក្លាយទៅជាទេសកលនៃភាពខ្ជិលច្រអូសហើយនឹងចំណង់បណ្ដោះអាសន្នរបស់ខ្លួនឯងការកេងតាមចិត្តការញ៉ាំតាមចង់និងការចាយវាដែលបានគិតពិចារណាអ្វីៗទាំងនេះអាចនឹងផ្ដល់ភាពសុបាយក្នុងពេលបច្ចុប្បន្នប៉ុន្តែវានឹងត្រឡប់មកឆក់យកសុខភាពលុយកាក់ហើយនិងសេរីភាពរបស់យើងនៅថ្ងៃខាងមុខការក្រោកពីព្រលឹមការហាត់ប្រាណការសន្សំសំចៃនិងការហ្វឹកហាត់ជំនាញបើទោះបីជាវាហាក់ដូចជាការដែលយើងបង្ខំចិត្តខ្លួនឯងក្នុងដំណាក់កាលដំបូងប៉ុន្តែវានឹងជួយឲ្យជីវិតរបស់យើងប្រសើរនាពេលអនាគតបង្កើតវិន័យឲ្យបានជោគជ័យគឺចាប់ផ្ដើមពីចំណុចតូចៗប៉ុន្តែយើងត្រូវធ្វើវាជារៀងរាល់ថ្ងៃយើងអត់ចាំបាច់រង់ចាំកម្លាំងចិត្តនោះទេគ្រាន់តែសាកល្បងក្រោកឲ្យបានលឿនជាងមុន15នាទីឬក៏អានសៀវភៅឲ្យបាន5ទំព័រក្នុងមួយថ្ងៃក៏បានដែរវិន័យគឺវាប្រៀបដូចជាសាច់ដុំអញ្ចឹងយើងកាន់តែវឹកហាត់គឺវានឹងកាន់តែរឹងមាំចំណុចទី5មើលថែសុខភាពកុំឲ្យជោគជ័យទៅលើគំនោថ្នាំការរកលុយបានច្រើនគឺជារឿងល្អប៉ុន្តែបើសិនជាយើងរកលុយបានច្រើនហើយយើងកេងនៅលើក្រែពេទ្យលុយទាំងអស់នោះវាគ្រាន់តែជាកដាស់សម្រាប់បង់ឲ្យពេទ្យតែប៉ុណ្ណោះដូច្នេះហើយកុំខំធ្វើការដាច់យប់រហូតដល់ភ្លេចមើលថែសុខភាពខ្លួនឯងព្រោះថាតំណែងរបស់យើងនឹងអាចមានអ្នកជំនួសបន្ទាប់ពីយើងលែងមានជីវិតនៅលើโลกនេះភាពជោគជ័យពិតប្រាកដគឺជាការដែលយើងមានលុយនៅក្នុងហោប៉ៅហើយនឹងមានកម្លាំងដើរចាយដោយសេរីដែលអត់ចាំបាច់មានថ្នាំនៅតាមខ្លួនតែចាំថាបើសិនជាយើងអត់ព្រមចំណាយពេលហាត់ប្រាណនិងសម្រាប់ឲ្យបានគ្រប់គ្រាន់នៅថ្ងៃនេះទេថ្ងៃក្រោយយើងនៅបង្ខំចិត្តចំណាយពេលគេនៅលើក្រែពេទ្យចំនួនវិញហើយអាហារឆ្ងាញ់ៗដែលយើងខំរកលុយយ៉ាងពិបាកដើម្បីទិញវាមកញ៉ាំវានឹងលែងមានជាតិសម្រាប់យើងទៀតហើយបើសិនជាក្នុងមាត់របស់យើងពោពេញទៅដោយជាតិល្វីងនៃគ្រាប់ថ្នាំទាំងនោះ
មនុស្សជាទីស្រឡាញ់របស់យើងក៏ត្រូវការវត្តមានដ៏រឹងមាំរបស់យើងសម្រាប់អបកសោបច្រើនជាងត្រូវការកេរ្តិ៍ឈ្មោះហើយនឹងទ្រព្យសម្បត្តិដែលយើងមិនសល់ក្រោយពីយើងលាចាកលោកនេះការរកលុយគឺដើម្បីចិញ្ចឹមជីវិតឲ្យមានក្តីសុខមិនមែនខំរកលុយរហូតដល់លែងមានជីវិតសម្រាប់រស់នៅឲ្យមានក្តីសុខជាមួយលុយដែលរកបាននោះទេសុភមង្គលដ៏ធំបំផុតគឺជាការភ្ញាក់ពីគេងមកមានសុខភាពល្អអាចញញឹមបាននិងអាចញ៉ាំបាយជុំគ្រួសារដែលអត់ចាំបាច់មានថ្នាំនៅក្បែរខ្លួនចំណុចទី6ជ្រើសរើសមនុស្សក្បែរខ្លួនកុំនៅក្បែរសម្រាមបរិយាកាសហើយនឹងមនុស្សដែលនៅក្បែរខ្លួនយើងគឺជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតហើយនឹងភាពជោគជ័យរបស់យើងបើសិនជាយើងនៅក្បែរមនុស្ស4នាក់ដែលពួកគេចូលចិត្តផឹកស៊ីនិងនិយាយដើមគេនោះយើងនឹងក្លាយទៅជាមនុស្សទី5បន្ទាប់ពីពួកគេដូច្នេះដើម្បីក្លាយទៅជាអ្នកមានភាពរីកចម្រើននិងអាចសម្រេចជោគជ័យបានយើងត្រូវជ្រើសរើសសហគមន៍ដែលល្អហើយនឹងមានអត្តចរិតល្អមនុស្សដែលមានចំណេះដឹងមានវិន័យនិងគោរពគោលការណ៍អាចណែនាំយើងឲ្យរៀននិងអាចធ្វើខ្លួនឲ្យក្លាយទៅជាមនុស្សល្អជាងមុនបើសិនជាយើងចង់ក្លាយជាឥន្ទ្រីយើងត្រូវតែចេះហោះឲ្យដូចសត្វឥន្ទ្រីហើយនឹងមិនដើរតាមសត្វមនោះឡើយចង់បានន័យថាយើងកុំចូលរួមតាមទម្លាប់អាក្រក់ឬក៏កាត់បន្ថយសក្តានុពលរបស់ខ្លួនដោយសារតែការជ្រើសរើសសម្រាប់នៅក្បែរខ្លួនដូច្នេះយើងត្រូវជ្រើសរើសមនុស្សហើយនឹងបរិយាកាសដែលអាចលើកកម្ពស់យើងឲ្យមានភាពរីកចម្រើនទាំងផ្លូវវិជ្ជាជីវៈហើយនិងផ្លូវជីវិតព្រោះថាមនុស្សក្បែរខ្លួនអាចធ្វើឲ្យយើងជោគជ័យឬក៏បំផ្លាញយើងបានដូច្នេះហើយសូមជ្រើសរើសឲ្យបានហ្មត់ចត់ចំណុចទី7ការបរាជ័យគឺជាមេរៀនវាមិនមែនជាចំណុចបញ្ចប់ឡើយមនុស្សជាច្រើនពេលដែលគាត់ប្រឈមមុខនឹងការបរាជ័យជាធម្មតាគាត់គិតថាវាគឺជាចំណុចបញ្ចប់នៃជីវិតរបស់ពួកគាត់ប៉ុន្តែនៅពេលដែលយើងយល់ច្បាស់ពីការបរាជ័យវិញគឺវាមានតម្លៃខុសពីអ្វីដែលយើងគិតការបរាជ័យវាគឺជាមេរៀនហើយវានឹងផ្ដល់ឱកាសឲ្យយើងអាចរៀនសូត្ររក្សាចិត្តវិជ្ជានិងអាចកែលម្អខ្លួនឯងឡើងវិញម្ដងទៀតនៅពេលដែលយើងបរាជ័យយើងអាចស្វែងរកចំណុចខ្សោយរបស់ខ្លួនដើម្បីរៀបចំផែនការថ្មីធ្វើការកែលម្អនិងអាចចាប់ផ្ដើមម្ដងទៀតបានត្រូវចាំថាមាននរណាម្នាក់ដែលទទួលបានជោគជ័យដ៏ធំដែលអត់ធ្លាប់បរាជ័យឡើយភាគច្រើននៃអ្នកជោគជ័យប្រើបរាជ័យគឺជាឧបករណ៍ដើម្បីកែលម្អខ្លួនហើយនឹងខិតខំបន្ថែមទៀតចំណុចទី8ភាពខ្ជាប់ខ្ជួនអាចធ្វើឲ្យយើងឈ្នះគ្រប់យ៉ាងការដែលយើងខំធ្វើអីមួយខ្លាំងតែមួយថ្ងៃបន្ទាប់មកយើងក៏ទុកវាចោលហើយយើងក៏ទៅគេង10ថ្ងៃគឺវាអត់ស្មើទៅនឹងការដែលយើងធ្វើតិចរាល់ថ្ងៃនោះទេទឹកស្រក់តក់វាអាចទម្លុះថ្មបានព្រោះយើងក៏ដូចគ្នាបើសិនជាយើងព្យាយាមមិនឈប់យើងគង់តែអាចសម្រេចបានជោគជ័យនៅថ្ងៃណាមួយមិនខានចំណុចទី9ផ្ដោតទៅលើគោលដៅតែមួយកុំចង់បានលឿនពេកកុំចង់ធ្វើអ្វីៗគ្រប់យ៉ាងនៅពេលតែមួយព្រោះវានឹងធ្វើឲ្យយើងបាត់បង់ទាំងអស់វាប្រៀបដូចជាការដែលយើងចាប់ត្រីដៃពីរអញ្ចឹងចុងក្រោយក៏របូតទាំងពីរវិធីល្អបំផុតនោះគឺការផ្ដោតទៅលើគោលដៅសំខាន់មួយសិនធ្វើវាឲ្យបានល្អហើយបន្ទាប់មកចាំទៅរកគោលដៅបន្ទាប់ឧទាហរណ៍ងាយបើសិនជាយើងចង់រៀន3ភាសាកុំរៀនម្ដងទាំង3យើងផ្ដោតទៅលើភាសាមួយសិនឲ្យបានច្បាស់លាស់ហើយអាចប្រស័យតាក់ទងបានបន្ទាប់មកចាំរៀនភាសាទី2ឬក៏ទី3ចុងបញ្ចប់ចង់សួរបងប្អូនទាំងអស់គ្នាដែលធ្លាប់មានទម្លាប់ទាំងអស់នៅអត់ហើយចង់មានគំនិតផ្លាស់ប្ដូរខ្លួនឯងដែរឬទេអាច comment ខាងក្រោមឲ្យខ្ញុំដឹងផងហើយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូនេះអាចធ្វើការចុច like ឬក៏ជួយចុច subscribe ដើម្បីកុំឲ្យកុសខានវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយអរគុណ